ស្រមៃមើលប្រទេសជិតខាងយើងមួយដែលធ្លាប់ឆ្លងកាត់សង្គ្រាមដ៏យូរអង្វែងខ្ទេចខ្ទីទាំងស្រុងតែសពថ្ងៃទូរស័ព្ទ Samsung ដែលមនុស្សពេញពិភពលោកប្រើ10គ្រឿងមានមួយគ្រឿងផលិតនៅទីនោះស្បែកជើងកីឡាអាវយឺតដែលអ្នកពាក់ប្រហែលជាមកពីទីនោះកាហ្វេដែលអ្នកផឹកពេលព្រឹកក៏អាចមកពីទីនោះដែរប្រទេសនោះគឺវៀតណាមដីរាងអក្សរសេកដែលនៅជាប់ព្រំដែនកម្ពុជាយើងនេះឯងហើយក្នុងរយៈពេលត្រឹមប៉ុន្មានទសវត្សរ៍វាបានក្លាយជារោងចក្រដ៏សំខាន់មួយរបស់ពិភពលោកថ្ងៃនេះយើងនឹងស្គាល់វៀតណាមពិតប្រាកដតាំងពីដីប្រវត្តិសាស្ត្រសេដ្ឋកិច្ចកសិកម្មជីវភាពពេលយប់ទេសចរណ៍និងទំនាក់ទំនងជាមួយកម្ពុជាកុំភ្លេច Subscribe ឲ្យ TourFit ដើម្បីទទួលចំណេះដឹងបែបនេះចាប់ផ្ដើមពីដីសិនឈ្មោះផ្លូវការរបស់ប្រទេសនេះគឺសាធារណរដ្ឋសង្គមនិយមវៀតណាមវាស្ថិតនៅខាងកើតឧបទ្វីបឥណ្ឌូចិនហើយមានរាងដូចអក្សរសេវែងនិងស្ដើងតាមបណ្ដោយឆ្នេរសមុទ្រផ្ទៃដីសរុបប្រមាណ 331,000 គីឡូម៉ែត្រការ៉េប្រហែលទ្វេដងនៃកម្ពុជាយើងហើយនៅរាងវែងបែបនេះវៀតណាមមានឆ្នេរសមុទ្រវែងដល់ 3,260 គីឡូម៉ែត្រនេះជាទ្រព្យសម្បត្តិដ៏ធំទាំងផ្នែកនេសាទពាណិជ្ជកម្មនិងទេសចរណ៍រាជធានីគឺហាណូយនៅភាគខាងជើងជាមជ្ឈមណ្ឌលនយោបាយនិងវប្បធម៌តែទីក្រុងធំជាងគេនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចគឺហូជីមិញឬឈ្មោះចាស់សៃហ្គននៅភាគខាងត្បូងអាកាសធាតុវៀតណាមមានអាកាសធាតុត្រូពិកមូសុងតែដោយវាវែងពីជើងទៅត្បូងអាកាសធាតុខុសគ្នាភាគខាងជើងមានរដូវ4ច្បាស់លាស់រួមទាំងរដូវត្រជាក់ចំណែកភាគខាងត្បូងក្តៅពេញមួយឆ្នាំស្រដៀងស្រុកយើងអំពីធនធាននេះជាចំណុចគួរឲ្យភ្ញាក់ផ្អើលវៀតណាមសម្បូរធ្យូងថ្មដែកទង់ដែងហើយវាមានរ៉ែដីកម្រដែលជាវត្ថុធាតុសំខាន់សម្រាប់ផលិតបច្ចេកវិទ្យាទំនើបច្រើនលំដាប់ទី2លើពិភពលោកនេះជាមូលធនយុទ្ធសាស្ត្រដ៏ធំសម្រាប់អនាគតវៀតណាមមានប្រជាជនប្រមាណ101លាននាក់ច្រើនលំដាប់ទី15លើពិភពលោកហើយច្រើនជាងកម្ពុជាយើងប្រហែល6ដងប្រទេសនេះមានជនជាតិ54ក្រុមតែភាគច្រើនលើសលប់ប្រមាណ 86% ជាជនជាតិខិញពីងសុភាសាផ្លូវការគឺភាសាវៀតណាមដែលសរសេរដោយអក្សរឡាតាំងខុសពីខ្មែរថៃឬចិននេះជាមរតកពីសម័យអាណានិគមបារាំងអំពីការអប់រំនិងសុខាភិបាលវៀតណាមអនុវត្តការអប់រំកាតព្វកិច្ច9ឆ្នាំហើយប្រព័ន្ធធានារ៉ាប់រងសុខភាពគ្របដណ្ដប់ដល់ 91% នៃប្រជាជនការវិនិយោគលើមនុស្សនេះជាមូលដ្ឋានដ៏សំខាន់នៃកំណើនរបស់ពួកគេដើម្បីយល់វៀតណាមសពថ្ងៃយើងត្រូវដឹងពីប្រវត្តិសាស្ត្ររបស់វាដែលពោរពេញដោយការតស៊ូវៀតណាមមានអរិយធម៌ចាស់ឈ្មោះវប្បធម៌ដុងសឺនតាំងពីជាង600ឆ្នាំមុនគ្រិស្តសករាជតែបន្ទាប់មកពួកគេធ្លាប់ស្ថិតក្រោមការត្រួតត្រារបស់ចិនអស់រាប់សតវត្សរ៍ឆ្នាំ938គឺជាឆ្នាំសំខាន់មេដឹកនាំឈ្មោះង៉ោគឿងឬអេងជូវូខុយញ៉ានបានយកឈ្នះចិននៅសមរភូមិទន្លេបាសដាំងហើយវៀតណាមទទួលបានឯករាជ្យពិតប្រាកដបន្ទាប់មកប្រទេសឆ្លងកាត់រាជវង្សជាច្រើនលីត្រានលេឆ្នាំ1804រាជវង្សងៀនបានបង្រួបបង្រួមប្រទេសហើយដាក់ឈ្មោះថាវៀតណាមតែក្រោយមកវាធ្លាក់ក្រោមអាណានិគមបារាំងហើយឆ្លងកាត់សង្គ្រាមដ៏វែងឆ្ងាយប្រឆាំងបារាំងរួចប្រឆាំងអាមេរិកទីបំផុតប្រទេសត្រូវបានបង្រួបបង្រួមទាំងស្រុងវិញនៅឆ្នាំ1975ហើយចំណុចប្រែប្រួលដ៏ធំបំផុតគឺឆ្នាំ1986វៀតណាមអនុវត្តគោលនយោបាយកំណែទម្រង់ឈ្មោះដមីដែលបើកសេដ្ឋកិច្ចទៅរកទីផ្សារនេះហើយជាការចាប់ផ្ដើមនៃអាប់ថៃតដែលយើងនឹងឃើញបន្តឥឡូវមកដល់ផ្នែកដ៏អស្ចារ្យបំផុត
ក្នុងឆ្នាំ2024ផលិតផលក្នុងស្រុកសរុប GDP របស់វៀតណាមមានទំហំ476,000 លានដុល្លារចូលលំដាប់ទី34លើពិភពលោកប្រៀបធៀបនឹងកម្ពុជា50,000 លានគឺធំជាងយើងប្រមាណ9ដងចំណូលមធ្យមប្រជាជនម្នាក់ប្រហែល4,700 ដុល្លារក្នុងមួយឆ្នាំតែលេខទាំងនេះមិនមែនជារឿងសំខាន់បំផុតទេអ្វីដែលធ្វើឲ្យវៀតណាមពិសេសគឺវាបានក្លាយជាបំណែកដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកមានន័យថាផលិតផលជាច្រើនដែលពិភពលោកប្រើផលិតនៅវៀតណាមទី1ទូរស័ព្ទឆ្លាតវៃវៀតណាមនាំចេញទូរស័ព្ទច្រើនលំដាប់ទី2លើពិភពលោកដោយផលិត 10% នៃទូរស័ព្ទទាំងអស់លើផែនដីក្រុមហ៊ុន Samsung តែមួយរួមចំណែកជាងពាក់កណ្ដាលនៃផលិតកម្មនេះរោងចក្រ Samsung ធំៗនៅវៀតណាមផលិតទូរស័ព្ទលក់ពេញពិភពលោកទី2វិញ្ញាណភ័ណ្ឌនិងសម្លៀកបំពាក់វៀតណាមនាំចេញច្រើនលំដាប់ទី3លើពិភពលោកបន្ទាប់ពីចិននិងឥណ្ឌាអាវខោដែលម៉ាកល្បីៗលក់ភាគច្រើនដេរនៅទីនេះទី3ស្បែកជើងផលិតករធំលំដាប់ទី2លើពិភពលោកដោយនាំចេញជាង 25,000 លានដុល្លារស្បែកជើងកីឡាម៉ាកធំច្រើនមកពីវៀតណាមទី4គ្រឿងអេឡិចត្រូនិកនិងកុំព្យូទ័រនាំចេញធំលំដាប់ទី5លើពិភពលោកទំហំជាង 132,000 លានដុល្លារសរុបមកការនាំចេញរបស់វៀតណាមឈានដល់ 431,000 លានដុល្លារធ្វើឲ្យវាក្លាយជាប្រទេសនាំចេញធំជាងគេលំដាប់ទី15លើពិភពលោកទីផ្សារធំជាងគេគឺសហរដ្ឋអាមេរិករួចចិនហើយចំណុចគួរឲ្យកត់សម្គាល់វៀតណាមកំពុងផ្លាស់ប្ដូរពីការដំឡើងផ្នែកទៅជាការផលិតដោយខ្លួនឯងនេះជាជំហានឆ្ពោះទៅសេដ្ឋកិច្ចកម្រិតខ្ពស់ជាងមិនមែនវៀតណាមខ្លាំងតែឧស្សាហកម្មទេកសិកម្មរបស់វៀតណាមក៏គ្រងពិភពលោកដែរការពិតទាំងនេះនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលគ្រាប់ស្វាយចន្ទីវៀតណាមនាំចេញលេខ1លើពិភពលោកអស់19ឆ្នាំជាប់គ្នាក្តោបក្តាប់ 80% នៃទីផ្សារសកលវាថែមទាំងនាំចូលស្វាយចន្ទីឆៅពីអាហ្វ្រិកនិងកម្ពុជាយើងមកកែច្នៃរួចនាំចេញវិញម្រេចខ្មៅនាំចេញលេខ1លើពិភពលោកគ្រប់គ្រងជាងពាក់កណ្ដាលនៃពាណិជ្ជកម្មសកលកាហ្វេផលិតករធំលំដាប់ទី2លើពិភពលោកបន្ទាប់ពីប្រេស៊ីលដោយទិន្នផលជាង 1.8 លានតោនកាហ្វេវៀតណាមជាពិសេស Robusta ល្បីពេញពិភពលោកអង្ករនាំចេញធំលំដាប់ទី3លើពិភពលោកដែលដីសណ្ដាទន្លេមេគង្គដែលជាទន្លេតែមួយដែលហូរកាត់កម្ពុជាយើងផ្ដល់ទិន្នផល 80% នៃអង្ករសរុបគ្រឿងសមុទ្រនាំចេញធំលំដាប់ទី3លើពិភពលោកជាពិសេសត្រីបាសាហៅត្រីប្រាផលិតនិងនាំចេញលេខ1លើពិភពលោកនិងបង្គាលំដាប់ទី3ហើយកៅស៊ូធម្មជាតិផលិតករធំលំដាប់ទី3លើពិភពលោកឃើញទេវៀតណាមមិនត្រឹមតែជារោងចក្រទេវាក៏ជាចង្ក្រានម្ហូបអាហាររបស់ពិភពលោកផងដែរឥឡូវមកមើលជីវភាពរស់នៅជាពិសេសរឿងដ៏ពិសេសមួយដែលមនុស្សជាច្រើនមិនដឹងសេដ្ឋកិច្ចពេលយប់របស់វៀតណាមបើអ្នកគិតថាវៀតណាមគ្រាន់តែជាសម្លេងម៉ូតូនិងផ្សែងតាមផ្លូវពេលថ្ងៃអ្នកគិតខុសហើយពេលយប់ចូលមកដល់ភ្លាមវៀតណាមប្រែទៅជាការប្រារព្ធពិធីដ៏រស់រវើកការស្ទង់មតិបង្ហាញថាភ្ញៀវទេសចរអន្តរជាតិជាង 50% ជ្រើសរើសមកវៀតណាមដោយសារសកម្មភាពពេលយប់ជាកត្តាសំខាន់នៅឆ្នាំ2020រដ្ឋាភិបាលថែមទាំងអនុម័តគម្រោងអភិវឌ្ឍសេដ្ឋកិច្ចពេលយប់ដោយអនុញ្ញាតឲ្យតំបន់ខ្លះបើកអាជីវកម្មពីរសៀលរហូតដល់ព្រឹកនៅទីក្រុងហូជីមិញវិស័យសេវាកម្មពេលយប់រួមចំណែកដល់ 30% នៃចំណូលទេសចរសរុបរបស់ទីក្រុងឧ
ឧស្សាហកម្មកំសាន្តពេលយប់ទាំងមូលមានទំហំប្រមាណ $5,000 លានក្នុងឆ្នាំ 2024 ស្មើនឹងស្ទើរ 4% នៃ GDP អំពីជីវភាពទូទៅប្រាក់ខែជាមធ្យមប្រហែល $190 ក្នុងមួយខែខ្ពស់ជាងកម្ពុជានិងមីយ៉ាន់ម៉ាតែទាបជាងថៃកម្មកររោងចក្រមានប្រាក់ខែប្រហែល $250 ទៅ $380 ការរស់នៅកំពុងប្រសើរឡើងជារៀងរាល់ឆ្នាំវៀតណាមឈរលំដាប់ទី 12 ជាគោលដៅទេសចរពេញនិយមបំផុតលើពិភពលោកក្នុងឆ្នាំ 2024 វាទទួលភ្ញៀវអន្តរជាតិ 18.5 លាននាក់ភ្ញៀវច្រើនជាងគេមកពីកូរ៉េខាងត្បូងរុស្ស៊ីចិននិងអាមេរិកតំបន់ទេសចរល្បីៗឈូងសមុទ្រហែឡុងបេតិកភណ្ឌពិភពលោកដែលមានភ្នំថ្មរាប់ពាន់ងើបចេញពីទឹកសមុទ្របៃតងស្អាតដូចក្នុងគំនូរទីក្រុងបុរាណហុយអានទីក្រុងចំណាស់ភ្លើងចង្គៀងពណ៌ពាន់ស្ពានមាស Golden Bridge នៅដាណាំងស្ពានដែលមានដៃយក្ស2ត្រូល្បីពេញ TikTok កោះគូគោកដែលប្រជាជនខ្មែរស្គាល់ថាកោះត្រុតមានឆ្នេរសមុទ្រស្អាតនិងភាពមមាញឹកស៊ីវិល័យនៃទីក្រុងហូជីមិញទេសភាពចម្រុះពីភ្នំឆ្នេរដល់ទីក្រុងទំនើបនេះជាមូលហេតុដែលទេសចរវៀតណាមរីកលឿនឥឡូវមកដល់ផ្នែកដែលជិតស្និទ្ធនឹងយើងបំផុតព្រោះវៀតណាមជាប្រទេសជិតខាងរបស់កម្ពុជាហើយយើងមានទំនាក់ទំនងជាច្រើនទី1យើងចែករំលែកទន្លេមេគង្គដូចគ្នាទន្លេនេះហូរពីចិនកាត់កម្ពុជារួចចូលវៀតណាមតាមដីសណ្ដមុនចាក់ចូលសមុទ្រដីសណ្ដមេគង្គនេះឯងដែលផលិតអង្ករ 80% របស់វៀតណាមទី2ពាណិជ្ជកម្មវៀតណាមជាដៃគូពាណិជ្ជកម្មធំមួយរបស់កម្ពុជាទំនិញឆ្លងព្រំដែនរវាងប្រទេសទាំងពីរមានទំហំរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំហើយក្រុមហ៊ុនវៀតណាមជាច្រើនបានមកវិនិយោគនៅកម្ពុជាក្នុងវិស័យទូរគមនាគមន៍ធនាគារកសិកម្មនិងជាច្រើនទៀតទី3មេរៀនរឿងវៀតណាមផ្ដល់មេរៀនដ៏មានតម្លៃសម្រាប់យើងប្រទេសមួយដែលធ្លាប់ឆ្លងកាត់សង្គ្រាមដ៏វេទនាអាចងើបឡើងក្លាយជាមហាអំណាចផលិតកម្មតាមរយៈកំណែទម្រង់ការអប់រំការងារនិងការបើកទៅពិភពលោកបើវៀតណាមធ្វើបានកម្ពុជាយើងក៏អាចធ្វើហើយនឹងខិតខំបានដែរដូច្នេះប្រទេសវៀតណាមគឺជាដីដែលភាពប្រពៃណីនិងភាពទំនើបដើរទន្ទឹមគ្នាមិនថាសេដ្ឋកិច្ចពេលយប់ដ៏រស់រវើកធនធានធម្មជាតិសម្បូរបែបទេសភាពស្រស់ស្អាតឬតួនាទីដ៏សំខាន់ក្នុងខ្សែសង្វាក់ផលិតកម្មពិភពលោកដីរាងអក្សរសេរនេះតែងបង្ហាញពីភាពរឹងមាំនិងសក្តានុពលជានិច្ចចុះអ្នកវិញគិតយ៉ាងណាដែរតើកម្ពុជាយើងអាចរៀនអ្វីខ្លះពីវៀតណាមឬអ្នកធ្លាប់មានបទពិសោធន៍អ្វីនៅទីនោះបញ្ចេញមតិនៅខាងក្រោមតួ feed ចង់ស្ដាប់គំនិតអ្នកបើអ្នកចូលចិត្តចំណេះដឹងបែបនេះកុំភ្លេច like Subscribe និងចុចកណ្ដឹងជួបគ្នាវីដេអូក្រោយប្រទេសថ្មីទៀតសូមអរគុណ